đây nè cái ngày đang nhôm mò bài nè cái bị cả đâm là CapCut Old Version ដែល CapCut Old Version ហ្នឹងអាចឲ្យយើងប្រើ effect transition free ដែលយើងមិនត្រូវ subscribe ឡើងទៅកាន់ CapCut Pro ទេដូច version ចុងក្រោយនេះត្រូវយើងត្រូវ subscribe ទៅកាន់ CapCut Pro ដើម្បីអាចrender បាន 4K 2K ឬ 1080 ហ្នឹងយើងត្រូវ subscribe ឡើងទៅជា Pro បានយើងអាច render បានតែបើ old version មកវាយើងអាចប្រើ render ដល់ 4K ប្រើ transition ប្រើ effect free អញ្ចឹងតោះយើងទៅ download ទាំងអស់គ្នាដែលយើងទៅ download ហ្នឹងគឺ CapCut version 1.3 នៅក្នុង website up to down version 1.3 ហើយអាហ្នឹងវាមានបែងចែកទៅលើទូរស័ព្ទ Android ទៅលើ Windows ទៅលើ MacBook បើយើងប្រើក្នុងទូរស័ព្ទយើងអាចដាក់ទូរស័ព្ទទៅបើប្រើ Windows ដាក់ Windows Mac ដាក់ Mac วันนี้ខ្ញុំប្រើ Windows ខ្ញុំយក Windows draw version 1.3 តែប៉ិត 1.4 ក៏វា free ដែរប៉ុន្តែពេលខ្លះវា update auto ហ្មងគឺវា update version ហ្នឹងឡើងទៅ version ចុងក្រោយដល់អញ្ចឹងវាត្រូវ subscribe ប៉ុន្តែសម្រាប់ 1.3 ដែលខ្ញុំធ្លាប់ download គឺវាអត់បាន load update ទៅ version ចុងក្រោយទេវានៅតែ version ចាស់ដែរអញ្ចឹងគឺយើងអាចប្រើបាន effect អីធម្មតាមិនបាច់ទៅបិទ switch បិទអីកុំឲ្យវា auto update ទេអញ្ចឹងអានេះខ្ញុំ down ហើយ 1.3 យើងអ្នកគ្នាអត់ down ចុច down save នៅកន្លែង download យើងមកឬកន្លែងណាដែលយើងចង់ដាក់មកតោះមកយើងទៅតម្លើងវានេះមកចុចតម្លើងវាមក run as administrator ចុចតម្លើងវាហើយតនេះយើងចុច agree អានេះសម្រាប់ private policy របស់គេ user license agreement download មកវាដូចយើង download តម្លើងកម្មវិធីធម្មតាដែរទេវាមានអីប្លែកពីគ្នាទេអញ្ចឹងយើងចាំវាពេញមកបើសម្រាប់ version 1.4 នឹងយើងត្រូវ disable switch ឬអីមួយដែលអាច block កុំឲ្យ app នឹងភ្ជាប់ទៅកាន់ internet ដើម្បី update តែខ្ញុំ recommend ឲ្យប្រើ version 1.3 ព្រោះវា down មកប្រើយកមកយើងមិនទៅបិទ switch បិទអីញ៉ៃច្រើននេះយើងចាំវាតេស្ត environment ហើយយើងចូលទៅសាកមើល effect ទាំងអស់គ្នានេះពេលហើយវាប្រាប់ថា smooth ឲ្យយើង confirm ចុចចូលមកreview តិចហើយចុច start creating មកហើយយើងចុចទៅមើល effect នេះគឺបើសិនវាជា version ចុងក្រោយសម្រាប់ effect ខ្លះគឺដាក់រូប diamond មានន័យថាត្រូវយើង subscribe ទៅជាCapCut Pro មកបាទនេះគឺយើងបាន free ពួក all version របស់វាគឺ free អញ្ចឹងយើងតម្លើងមកគឺបាន free យ៉ាងមកនេះសាកកាត់វីដេអូដល់មក add វាមកហើយដាក់ effect effect មួយអូខេយក effect មួយនេះចុចពី add ណាអូខេសាក run ដល់មកអូខេហើយសាក expert វាមកអានេះសម្រាប់version ចុងក្រោយបើយើងអត់ up ទៅ Pro ទេយើងអាច render 4K ឬ 2K 1080 បានទេបើនេះយើងអាច render បានសាកដល់មើលអូខេនេះគឺយើង render បានដោយមិនទៅឡើងទៅជា Pro ទេ
ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលចំណាយពេលតាមដានវីដេអូរបស់ខ្ញុំចង់ឲ្យខ្ញុំធ្វើវីដេអូអីទៀតអាចប្រាប់ខ្ញុំបានខ្ញុំនឹងស្រាវជ្រាវទៅតាមសមត្ថភាពដែលខ្ញុំអាចធ្វើទៅបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ